បង្ក្រាបទីតាំងសង្ស័យផ្គត់ផ្គង់ឧបករណ៍បម្រើបទល្មើសអនឡាញស្កេមនៅខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន3នាក់នៅថ្ងៃទី16ខែកក្កដាឆ្នាំ2026គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិនិងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបងរាជធានីភ្នំពេញបានចុះពិនិត្យទីតាំងសង្ស័យចំនួន2កន្លែងពាក់ព័ន្ធនឹងការរក្សាទុកនិងផ្គត់ផ្គង់ឧបករណ៍បម្រើឲ្យបទល្មើសអនឡាញស្កេមជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន3នាក់ក្នុងនោះទីតាំងផ្ទះល្វែងមួយនៅបរិវេណផ្សាររតនាផ្លាសាសង្កាត់ទឹកថ្លាឃាត់ខ្លួនបានម្នាក់ទីតាំងមួយទៀតនៅបូរីកាណាឌីយ៉ាសង្កាត់អូ3ក្អមឃាត់ខ្លួនបាន2នាក់សមត្ថកិច្ចក៏បានដកហូតសម្ភារៈនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរតាមការកសលវិច័យរបស់មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាករណីនេះត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការរក្សាទុកនិងផ្គត់ផ្គង់ឧបករណ៍សម្រាប់បម្រើដល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញបច្ចុប្បន្នជនសង្ស័យទាំង3នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ចង់បានបន្ទប់ស្អាតទាន់សម័យនិងចំណេញលំហមែនទេជ្រើសរើសសាឡុងក្រេពូករបស់យើងសោភ័ណភាពឈានមុខគុណភាពស្តង់ដាររឹងមាំផាសុកភាពនិងទំនុកចិត្តគឺនៅទីនេះកំងឥឡូវនេះ